Subscribe មិនដែរញ៉ាំដឹងរសជាតិអីខ្លះទៅពិបាកពណ៌នាណាចង់ថែមមួយចានទៀតនឹងណាអំបាញ់មិញទៅហាងសឿនអត់បានញ៉ាំមីទេតែឥឡូវគិតទៅដូចជាសំណាងល្អទៅវិញចឹងថែមមួយចានទៀតទៅសំណាងល្អមែនតែលុយក្នុងហោប៉ៅដូចមិនសូវអំណោយផលសោះចឹងស្អែកលោកភ្ញៀវអញ្ជើញមកឲ្យលឿនបន្តិចមកបាំយឺតអស់ហើយណាលក់តែ3កាក់តែធ្វើបានរសជាតិឆ្ងាញ់ម្លឹងអ្នកនាងសឿនពិតជាមិនធម្មតាមែនប្រពន្ធខ្ញុំគឺពិតជាមិនធម្មតាចឹងហើយលោកបងនេះពូកែឆ្លើយតបមែនលោកកំពុងសរសើរប្រពន្ធខ្ញុំតើឲ្យខ្ញុំធ្វើមិនលឺមិចនឹងបានចុះលោកមិនគិតលុយទេអីគិតតើភ្ញៀវឲ្យមួយចាន3កាក់តែខ្ញុំទើបតែឲ្យលុយហើយតើលោកឈោសរសើរនាងពេញនឹងបាំងមួយខ្ញុំអស់2នាក់ហើយបងសៀវនេះលោកកំពុងទាលុយថ្លៃបបឬក៏ទាលុយថ្លៃប្រច័ណ្ឌហ្នឹងគឺទាលុយថ្លៃឈោបាំងផ្លូវគេប្តីសម្លាញ់កុំបន្លាចភ្ញៀវពេកមើលទៅគេមិនងាយនឹងខ្លាចនោះទេបបរឆ្ងាញ់កុំមករកបានមនុស្សគួរឲ្យចាប់អារម្មណ៍ក៏កុំមករកបានដែរលោកប្រុសសុងបើញ៉ាំរួចហើយជួយថយចេញបន្តិចទៅគួរឲ្យចាប់អារម្មណ៍មែនលោកភ្ញៀវតើលោកចង់ធ្វើអីហ្នឹងបបរនេះមិនអាចត្រឹមតែចូលពុះទេតែត្រូវចូលក្នុងកំណាបឲ្យថែមទៀតបបរត្រីមួយចានតម្លៃ3កាក់កម្ដៅក្ដៅជួយរងាប់ក្រពះដែលកំពុងតែត្រជាក់កុំសើចចំអកត្រីលីឡំមើលទៅសាមញ្ញតែរសជាតិវាឈ្ងុយឆ្ងាញ់ជាងអាហារក្នុងវាំងទៅទៀតលយណាស់ខ្ញុំស្ដាប់មិនសូវយល់ទេតែឮថាឆ្ងាញ់ជាងអាហារក្នុងវាំងខ្ញុំយល់ហើយឆ្ងាញ់ជាងអាហារក្នុងវាំងឮទេអ្នកទាំងអស់គ្នាបបរត្រីត្រកូលស៊ីឆ្ងាញ់ជាងអាហារក្នុងវាំងឆ្ងាញ់ជាងអាហារក្នុងវាំងហ្មងសំឡេងនេះសុងហ៊ួយអានគាត់គឺជាបណ្ឌិតលេខ2ឈ្មោះសុងហ៊ួយអានតើបណ្ឌិតលេខ2លោកគឺជាបណ្ឌិតលេខ2ហ៎អាប់អូនថយចេញបន្តិចទៅចាំអញជួយស្រែកហៅមួយឲ្យអ្នកទាំងអស់គ្នាមកសាកបបរត្រីនេះមើលអ្នកត្រូវទៅធ្វើការពីព្រលឹមញ៉ាំមួយចានទៅមិនឲ្យទុកពោះទេឡើយអ្នករៀនសូត្រត្រៀមប្រឡងញ៉ាំមួយចានទៅជួយបំបត្តិងុយដេកអ្នករកស៊ីជួញដូរញ៉ាំមួយចានទៅបើកទ្វារភ្លាមឃើញលុយផ្លែឬព័ត៌មានអត់បណ្ឌិតសុងញ៉ាំបបរត្រីនៅកំពង់ទឹកហើយសូត្រកំណាប់ឲ្យភ្លាមហ្មងបបរអីក៏អស្ចារ្យម៉េចបបរត្រីស្រស់ត្រកូលសៀវមួយចាន3កាក់នឹងណាខ្ញុំថែមទាំងលើគេថាបណ្ឌិតសុងប្រឡងជាប់គឺដោយសារចូលចិត្តញ៉ាំបបរត្រីមុនប្រឡងនឹងឯងវាជំនួយខួរក្បាលមែនឬអត់ហ្នឹងមិនខ្វល់ថាពិតឬអត់ទេបើបណ្ឌិតញ៉ាំហើយយើងក៏គួរតែញ៉ាំមួយចានដែរដើម្បីយកហុងស៊ុយប្រាជ្ញាតោះទៅញ៉ាំមីនៅហាងសឿនញ៉ាំមីអីទៀតសម័យនេះហើយមាននរណាញ៉ាំមីទឹកថ្លាតម្លៃ10កាក់ទៀតនោះចុះឲ្យញ៉ាំអីវិញបបរត្រីត្រកូលសៀវតើសំបីបណ្ឌិតក៏សរសើរថាឆ្ងាញ់ដែរញ៉ាំមួយចានទៅមើលទៅយើងក៏មានរាសីដែរថៅកែតាមពិតថៅកែឯងឃ្លានតែញឹងតែឃ្លានក៏ចេះរកលេសឲ្យសមរម្យដែរណោះយកឲ្យខ្ញុំមួយចានមកខ្ញុំចង់បានហុងស៊ុយបណ្ឌិតយកខ្ញុំ2ចានមកខ្ញុំវិចខ្ចប់ទៅហាងពួកអ្នករៀនសូត្រឯងក៏មកដណ្ដើមបាយពួកយើងដែរហ៎អ្នកគ្រូចិត្តអស់2ឆ្នាំហើយមើលទៅបើមានតែមួយហាងបែបនេះគឺនៅខ្វះឆ្ងាយណាស់អ្នកនាងសឿនប្អូនខ្ញុំវាលីសែងអីវ៉ាន់តាំងពីព្រលឹមចាំឡើងយូរហើយសំបីតែទឹកស៊ុបមួយក្អឹកក៏មិនបានផងសាលារៀននៅឆ្ងាយពីកំពង់ទឹកពេកពួកយើងរត់មកទីនេះទម្រាំតែបានលោកគ្រូចង់ឲ្យឈ្មោះចូលរៀនបាត់ទៅហើយអ្នកនាងសឿនខាងផ្សារក៏ខ្វះអាហារក្តៅដែរកូនឈ្នួលក្នុងហាងខ្ញុំព្រឹកឡើងគេតែនំត្រជាក់រហូតដល់គិតលេខលែងចេញហើយសុំទោសផងលោកភ្ញៀវបបរគឺអស់រលីងមែនយកល្អស្អែកអញ្ជើញមកឲ្យលឿនជាងនេះបន្តិចទៅអ្នកនាងសឿននេះលេងជាជំនួញដែលប្រើតែមួយឆ្នាំងទៀតហើយណាមែនហើយតែមួយឆ្នាំងមិនទប់1 3កន្លែងជាប់ទៅអ្នកគ្រូកុំប្រាប់ណែថាអ្នកគ្រូមានគំនិតអីទៀតហើយអ្នកទាំងអស់គ្នាថ្ងៃនេះអ្នកដែលមិនបានញ៉ាំស្អែកមិនបាច់មកប្រជ្រៀតគ្នានៅកំពង់ទឹកទៀតទេមានន័យថាម៉េចទៅបបរត្រីត្រកូលសៀវចាប់ពីថ្ងៃស្អែកទៅនឹងបើកសាខាថ្មីហើយសាខាធំនៅកំពង់ទឹកគឺនៅលក់ឲ្យកម្មករទូកដដែលដោយរងាស់បបរឲ្យខាប់បន្តិចដើម្បីឲ្យអ្នកធ្វើការធ្ងន់ញ៉ាំទៅឆ្អែតពូបានសាខាសាលារៀនគឺសម្រាប់សិស្សដែលប្រញាប់ចូលរៀនពេលព្រឹកដូច្នេះត្រូវដួសឲ្យលឿនចំណែកសាខានៅផ្សារគឺសម្រាប់កូនឈ្នួលក្នុងហាងនិងអ្នករកស៊ីជួញដូរដោយមានរៀបចំជាបំពង់ឫស្សីសម្រាប់វិចខ្ចប់យកទៅអាចវិចខ្ចប់យកទៅហាងបានទៀតបានតើបបរក្តៅមិនចាំភ្ញៀវទេហើយមនុស្សក៏មិនគួរស៊ូទ្រាំឃ្លានដើម្បីរងចាំបាយដែរចុះនៅមុខសាលារៀនពិតជាមានលក់មែនហេបើអ្នកនាងសឿនបើកមែនខ្ញុំនឹងទៅគាំទ្រមុនគេបង្អស់បណ្ឌិតសុងលោកដូចជាមានមុខគ្រប់កន្លែងតែម្ដងហើយឲ្យតែមានបបរឆ្ងាញ់នៅណាខ្ញុំនៅនឹងហើយបងឆេងហ៊ឺបើក3ហាងព្រមគ្នាចុះនរណាជាអ្នកមើលខុសត្រូវទៅខ្ញុំម្នាក់ឯងរត់បាក់ជើងក៏មើលមិនទាន់ដែរហេតុនេះហើយទើបឥឡូវនេះយើងត្រូវបែងចែកមនុស្សភ្ញៀវនៅខាងកំពង់ទឹកមានច្រើនជាងគេមិនអាចឲ្យញ៉ៃញ៉ៃបានទេសុនឯងមើលការខុសត្រូវនៅកំពង់ទឹកនេះចុះខ្ញុំហ៎អ្នកគ្រូខ្ញុំអាចធ្វើបានទេឪពុកខ្ញុំតែងតែថាខ្ញុំទាលុយគេតែងតែអាប់ខ្វះ2កាក់រហូតនឹង